នៅទីបំផុតក្រុមប្រពន្ធដើមដែលបានព្រួតគ្នាទៅវាយស្រីកំណាន់ប្តីត្រូវបានតំណាងអាយកាសម្រាប់ចោទប្រកាន់ស្ត្រីទាំងពីរនាក់ចំនួន2បទល្មើសលោកប្លង់សុផលព្រះរាជអាជ្ញារងនិងជាអ្នកនាំពីអាយកាអមសាលាដំបងរាជធានីភ្នំពេញបានឲ្យដឹងថាសំណុំរឿងប្តីមានស្រីកំណាន់ប្រពន្ធនិងបងប្អូនបើកឡានដេញបំបុកស្រីកំណាន់របស់ប្តីបង្កជាអំពើហិង្សាត្រូវបានតំណាងអាយកាសម្រាប់បើកការស៊ើបសួរលើជនសង្ស័យទាំងពីរនាក់បទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនិងបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសតាមមាត្រា218និងមាត្រា411នៃក្រមព្រហ្មទណ្ឌក្រោយតំណាងអាយកាបញ្ចប់ការស៊ើបសួរសំណុំរឿងនេះបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្នរងចាំបើកសវនកម្មផ្ដន់ទាទោសទៅតាមច្បាប់ជាធរមានបើយោងតាមការចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសមាត្រា218នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន់ទាទោសជនសង្ស័យដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលកាលបើអំពើហិង្សានេះប្រព្រឹត្ត1ដោយមានការគិតទុកជាមុន2ដោយប្រើអាវុធឬគំរាមកំហែងដោយអាវុធ3ដោយមានមនុស្សច្រើនអ្នកក្នុងឋានៈជាចារីសហចារីអ្នកផ្ដើមគំនិតនិងជាអ្នកសំគំនិតរីឯបទល្មើសធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសតាមបញ្ញត្តិមាត្រា411នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន់ទាទោសជនសង្ស័យដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលនៅក្នុងករណីដូចតទៅ1កាលបើបទល្មើសនេះបានប្រព្រឹត្តដោយបុគ្គលច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារីសហចារីអ្នកផ្ដើមគំនិតឬជាអ្នកសំគំនិត2កាលបើបទល្មើសនេះបានប្រព្រឹត្តនៅក្នុងទីកន្លែងជាលំនៅឋានមានន័យថាសំណុំរឿងខាងលើនេះតំណាងអាយកាបានចោទប្រកាន់លើជនសង្ស័យទាំងពីរនាក់ចំនួន2បទល្មើសដោយបទល្មើសនីមួយតម្រូវផ្ដន់ទាទោសដាក់ពន្ធនាគារពី2ឆ្នាំទៅ5ឆ្នាំនិងពិន័យជាប្រាក់ពី4លានរៀលទៅ10លានរៀលដូចគ្នាប៉ុន្តែស្ថិតនៅក្នុងដំណាក់កាលជំនុំជម្រះទោសទាំងពីរចៅក្រមបូកជុលគ្នាឬយ៉ាងណាជនសង្ស័យម្នាក់ឈ្មោះជារីដាភេទស្រីអាយុ39ឆ្នាំស្នាក់នៅផ្ទះលេខ Q3 ផ្លូវលេខ265ភូមិ3សង្កាត់ទឹកល្អទី3ខណ្ឌទួលគោករាជធានីភ្នំពេញនិងម្នាក់ទៀតឈ្មោះអឹងលីមុំភេទស្រីអាយុ45ឆ្នាំស្នាក់នៅផ្ទះលេខ428ផ្លូវព្រះសីហនុសង្កាត់ទួលស្វាយព្រៃទី2ខណ្ឌបឹងកេងកងរាជធានីភ្នំពេញចុងក្រោយរងចាំមើលការសម្រេចរបស់ចៅក្រមថាឃុំខ្លួនឬក៏មិនឃុំខ្លួន